ធ្លាប់មានខមមិនច្រើនមែនតើសួរខ្ញុំថាបងវត្តធ្វើមិនក៏មកបាក់ចុងដងបងប្អូនព្រោះអីបងប្អូនដឹងហើយខ្ញុំពីមុនក៏ខ្ញុំជាអ្នកជើងស្មាត់ម្នាក់ដែរដែលវត្តងាកបាក់ចុងដងងាកបាក់ចុងដងដោយសារអីពីមុនគឺខ្ញុំអត់សូវចេះលេងទេហើយរហូតដល់ឥឡូវក៏ខ្ញុំអត់សូវចេះលេងដែរបងប្អូនអញ្ចឹងវាគ្មានអីសំខាន់ជាងយើងនៅតែអត់ចេះលេងទេនេះគឺជាកលឹះថ្មីមួយទៀតសម្រាប់ខ្ញុំចែកចាយស៊ីចែកចាយមិនចែករំលែកទៅស្មាត់ដៃថ្មីធ្វើម៉េចវត្តត្រីឲ្យមានគុណភាពហើយនឹងចេះរៀងសង្ហាធ្វើឲ្យអ្នកទស្សនាកាន់តែចូលចិត្តមើលយើងបងប្អូនអញ្ចឹងបងប្អូនគួរតែយល់ខ្ញុំនិយាយកាត់ខ្លីៗងាយបងប្អូនឲ្យបងប្អូនយល់បបកថៃបងប្អូនបើសិនជាត្រីខំនុយនៅឆ្ងាយពីយើងទៅហើយកន្លះស្ពឺហើយបងប្អូនមិនភ័យទេវត្តមិនក៏មិនបាក់ដែរក៏ប៉ុន្តែបើសិនជាត្រីខំនៅមុខយើងប្រហែលជាចម្ងាយ1ម៉ែត្រឬក៏1ម៉ែត្រកន្លះ2ម៉ែត្រចូលមកក្រោមមុខយើងទេមានន័យថាបើសិនជាបងប្អូនរត់អង្គយ៉ាតឹងហើយបងប្អូនវត្តត្រីប្រឈមមានន័យថាហានិភ័យនៃការបាក់ចុងដងគឺមានរហូតដល់ 90.99% បងប្អូនគឺថ្មីលិតបានបងប្អូនអញ្ចឹងមានន័យថាការណាដែលត្រីខំនៅមុខយើងប្រហែល1ម៉ែត្រឬក៏1ម៉ែត្រកន្លះទេបងប្អូនគួរទៅវត្តប្រឆិតមានន័យថាជះរៀងសង្ហាហើយគឺការពារមិនឲ្យបាក់ដងទៀតបងប្អូនគឺបានត្រីឌៀបមួយប្រហែលជា1គីឡូ3ខាំយកទៅផ្ទះស្ងោចចូលទៀតល្ងាចអញ្ចឹងបាយបងប្អូន